នៅពេលថ្ងៃនេះថ្ងៃមួយក្នុងរដូវក្តៅជួងជីតម្រិតខ្លួនសម្រាកក្រោមម្លប់ឈើមួយហើយក៏លងលក់ទៅគាត់យល់សប្តិឃើញថាខ្លួនគាត់ខ្លាចទៅជាមេអំបៅដ៏ល្អស្រស់មានពណ៌ចម្រុះស្អាតអស្ចារ្យហើយចុះហើរឡើងក្រឡឹងជុំវិញបុប្ផាដែលកំពុងរីកស្គុះស្គាយចោលក្លិនក្រអូបឈ្ងុយឈ្ងប់ប្រកបដោយក្តីសុខក្នុងចិត្តយ៉ាងក្រៃលែងរំពេចនោះមានខ្យល់បក់យ៉ាងខ្លាំងមួយវឹបមកភាពដូចជាដាក់អង្រុនគាត់ឲ្យបើកភ្នែកឡើងគាត់ទទួលអារម្មណ៍ថាខ្លួនឯងគឺជាចងជើចងជើជាឈ្មោះដើមរបស់គាត់រេផ្នែកសម្លឹងទៅជុំវិញខ្លួនយកដៃអង្អែលក្បាលហើយគេក្នុងចិត្តរឿងនេះវាយ៉ាងមិនចេះជងចោយយល់សប្តិឃើញថាខ្លួនខ្លាចជាមេអំបៅឬមួយមេអំបៅយល់សប្តិថាខ្លួនខ្លាចជាចងជើគួរឲ្យចម្លែកណាស់ចងជើនិងមេអំបៅវាគ្មានទៅដូចគ្នាតោះទេសោះនៅពេលជងជីកំពុងតែអង្គុយលេងនឹងកំណត់ដែលថាតើខ្លួនឯងនេះជាជងជើឬជាមេអំបៅនោះសិស្សរបស់គាត់ដែលមិនធ្លាប់ឃើញទាំងមុខគាត់កំណត់របស់គាត់តែងប្រើវិធីវិភាគបែបសាមញ្ញសងត់សង្កាត់បែបនេះហើយពួកគេដឹងថាគ្រូរបស់ខ្លួនគឺជាអ្នកត្រាស់ដឹងដ៏អស្ចារ្យម្នាក់តែពេលនេះហេតុអ្វីក៏ទៅជាអញ្ចឹងគេក៏ប្រញាប់សួរគ្រូមានរឿងអីតើពួកខ្ញុំអាចជួយលោកគ្រូបានទេជងជីឆ្លើយទាំងភ្នែកសម្លឹងទៅឆ្ងាយយើងមិនថាពួកឯងអាចជួយយើងបានទេសិស្សនៅ